សួរមួយសំណួរ13 Pro Max 14 Pro Max និង15 Pro Max បើមាន3ជម្រើសហ្នឹងតើបងឯងជ្រើសរើសយកមួយណាបើមានលុយដល់បងយក15 Pro Max 15 Pro Max ហ្នឹងហើយព្រោះតួទីធានាមនិយាយរួមទៅតួទីធានាមនៅធន់ហើយតែរងថ្ងៃប្រើគេបងរងថ្ងៃនេះ14 Pro Max បូកជាមួយ Samsung 14 Pro Max ហើយនិង Samsung អូខេដូចខ្ញុំដែរបើសិនជាមានលុយខ្ញុំគិតថា15 Pro Max ឡើងទៅជាជម្រើសល្អហើយតែបើថាវិការយើងនៅរៀង budget បន្តិចយើងអាចត្រឹម14 Pro Max អីក៏យើងអាចប្រើបានដែរ function អីវាមានទាំងអស់ដូចតែគ្នាហ្នឹងបងវាដូចគ្នាប៉ុន្តែវាគ្រាន់តែ update បានរយៈពេលយូរជាងបើនិយាយជារួមទៅ15 Pro Max ហ្នឹងហើយយូរជាងក៏វាមិនយូរអីត3 4ឆ្នាំអីទៅធ្វើមួយឆ្នាំអីត្រូវហើយម្លងមួយស៊េរីគឺ update យូរជាងមួយឆ្នាំហើយមិនប្រកាសថា14 Pro Max នេះលែង update មុនមួយឆ្នាំហើយប្រើលែងកើតទេណាវានៅតែប្រើបាន3 4ឆ្នាំទៀតហ៎ដូច11ធម្មតាអញ្ចឹងទោះបីជា update អត់បានក៏វានៅតែប្រើបានដែរប្រើបានបើម៉ាក់បងគាត់នៅតែប្រើ iPhone X នៅឡើយហ្នឹងនៅ smooth ដូចដែរ12 13ដែរហ្នឹងនិយាយរួមទៅអ្នកទាំងអស់គ្នាអានេះវាលើតម្រូវការរបស់យើងទេមិនថា13 Pro Max 14 Pro Max 15 Pro Max ទេបើជាក់ស្ដែងទៅមកតម្រូវការប្រើប្រាស់ទូទៅមកថតរូបលេង social media មើលវីដេអូតាម YouTube អូស TikTok អីហ្នឹង13 Pro Max ក៏បានដែរតម្លៃធូរថ្លៃជាងគេផងហើយបើថាចង់បានឡើងស៊េរីជាងហ្នឹងមក14 Pro Max មកព្រោះឥឡូវមិនដូចពីមុន700ជាងណាឥឡូវហ្នឹងតែ500ស្ដើងហ្នឹងទិញបានហើយ Grade A LA ហើយ LA ឥឡូវសេវា 5G ខ្លាំងណា 5G ខ្លាំងអត់មានបញ្ហាថាអូយ LA សេវាដើរយឺតដូចមុននេះអត់ទេតេស្តបានអាចមកតេស្តបានសារ add eSIM តេស្តទៅដឹង speed វាមកតែដូចបងថាអញ្ចឹងបើមានលុយច្រើនយកពូបំផុតវាមិនដែលអាចចេញស៊េរីក្រោយអន់ជាងស៊េរីមុនទេ Yes ប៉ុន្តែរឿងដែលសំខាន់គឺលុយហ្នឹងហើយតាមទឹកលុយព្រោះថាជាក់ស្ដែងតម្រូវការប្រើប្រាស់ដូចបងថាអញ្ចឹង13 Pro Max ក៏ប្រើបានដែរបើសិនយើងមានកញ្ចប់ថវិកាត្រឹមនោះយើងយកទៅព្រោះយើងមកលេងទូទៅទេយើងមិនមែនត្រូវការមកអស់សមត្ថភាពទូរស័ព្ទទេអ្នកខ្លះគាត់ប្រើ17 Pro Max គាត់ក៏មិនទៅប្រើមកអស់សមត្ថភាពទូរស័ព្ទដែរតែដែលគាត់ប្រើគឺគាត់ស្រឡាញ់ហើយគាត់មានថវិកាក្នុងកម្រិតដែលគាត់ទិញហើយទទួលយកបានសប្បាយចិត្តនិយាយរួមទិញសប្បាយចិត្តស៊េរីណាយកស៊េរីនោះទៅ13 Pro Max ក៏បានដែរទិញនៅគ្នាយើងមានធានាទៀតអញ្ចឹងអត់ខ្វល់ទេព្រោះគេថា13 Pro Max វាមានបញ្ហាបាទដានអេក្រង់អញ្ចឹងយើងទិញហាងទូរស័ព្ទណាដែលគេមានធានាត្រឹមត្រូវទៅមានការដូរដើមថ្មីអីចឹងទៅយើងអត់សូវបារម្ភទេព្រោះយើងយល់អារម្មណ៍អ្នកខ្លះគាត់ឧទាហរណ៍គាត់ខំសំលុយនាំបានណាមកទិញ13 Pro Max ឯងចំដានអេក្រង់អីអូនឯងគិតមើលហ្នឹងយើងយល់អារម្មណ៍មួយនឹងយើងខំសំលុយអញ្ចឹងយើងក៏គ្នាយើងឧទាហរណ៍គ្នាយើងទិញទៅប្រើអេក្រង់ដែរវាត្រូវដានណា7ថ្ងៃ10ថ្ងៃវាដានហ្មងវាធ្វើយើងឃើញហ្មងបាទដល់ពេលឃើញយើងក៏យកមកដូរដានថ្មីមកទិញទៅយ៉ាងសប្បាយចិត្តហើយតែបើគិតថាអត់សប្បាយចិត្តថែមបន្តិចទៀតទៅនេះ14 Pro Max លុយដល់លើហ្នឹង15 Pro Max ទិញអាណាសប្បាយចិត្តទិញមួយហ្នឹងមកហើយសម្រាប់ហាងគ្នាយើង14 Pro Max នេះក៏ជា best seller ដែរបងណាត្រូវ iPhone 14 Pro Max គឺជា iPhone ដែលលក់ដាច់បំផុតប្រចាំហាងគ្នាយើងព្រោះអីទី1ដូចបងឯងឃើញហ្នឹងវាជាទូរស័ព្ទដំបូងគេដែលមានអានេះ Dynamic Island មួយទៀតAlways on display មាន Always on display ហើយបើនិយាយពីការប្រើប្រាស់ហ៊ានធានាហ្មងប្រើ3 4ឆ្នាំទៀតក៏នៅតែលូនដែរបើសិនជាថាទិញ13 Pro Max ហើយអត់សប្បាយចិត្តឡើង14 Pro Max ហ្មងទៅព្រោះឥឡូវតម្លៃតែ500ស្ដើងទេអូខេហ្នឹងហើយរឿងដែលសំខាន់មួយទៀតទាំងអស់គ្នាទិញអីវ៉ាន់កុំភ្លេចទិញអីវ៉ាន់ណាដែលមានការធានាត្រឹមត្រូវបើសិនជាមានបញ្ហាអីគឺលុយ400 500ហ្នឹងគឺបោះចោលហើយហ្នឹងហើយត្រូវដូចគ្នាយើងមានធានាដូរដើមថ្មីឲ្យបាទយើងទិញ13 Pro Max ពីគ្នាយើងក៏បានដែរអត់បារម្ភទេក្នុងរយៈពេលកន្លងហ្នឹងកន្លះខែហ្នឹងមានបញ្ហាគាត់ដូរដើមថ្មីឲ្យហ្នឹងហើយប៉ុន្តែបើជាក់ស្ដែងទៅវាមិនទៅឧទាហរណ៍13 Pro Max ដែលថាបញ្ហាដានអេក្រង់
យូរមានមួយទេ បាទបាទ ហើយទោះបីជាមានក៏មិនមែនជាក្តីកង្វល់ដែរយើងនៅធានាយើងមានការដូរដើមថ្មីអញ្ចឹងណា បាទបាទ យើងប្រើតែមួយអាទិត្យដំបូងយើងចាប់ដើមដឹងហើយទូរស័ព្ទហ្នឹងទិញទៅប្រើឲ្យអស់សាច់អស់អីទៅឲ្យក្តៅទៅចាំមើលវាដានអត់បើដានយកមកដូរមកយើងមានការធានាដូចយូរណៃថាអញ្ចឹង បាទ ទិញទូរស័ព្ទនៅហាងណាដែលមានការទទួលខុសត្រូវខ្ពស់ហ្នឹងគឺជាគេហៅថាគោលជំហររបស់គ្នាយើងមកតាំងពីដើមរហូតឈានមកដល់មានច្រើនសាខាហ្នឹងដោយសារអញ្ចឹង អូខេអញ្ចឹងខ្ញុំមិញខ្ញុំសួរបងថា3ជម្រើសហ្នឹងបងយកមួយណាថា15 Pro Max ហ្នឹង ប៉ុន្តែ13 14 Pro Max គឺវា still go ទេតែបើសិនថាវាការមកល្មមគឺអាច15 Pro Max ទៅដោយសារតែតួវានេះគឺវាប្រើstainless steel ទេ14 Pro Max នេះ15 Pro Max Titanium អូខេ Titanium ធន់ វាស្រួលកាន់ទៅវាស្និទ្ធដែរជាង14 Pro Max ខុសគ្នាតែប៉ុណ្្នឹងទេហើយ ហ្នឹងហើយបើកម្លាំងបើមកប្រើទូទៅយើងអាចវាស់ដឹងទេ អាចវាស់ដឹងទេ លើកលែងថាបណ្ដាញយកទៅ export វីដេអូទៅ link game អីបានដឹង អូខេ មកប្រើទូទៅដូចបងថា iPhone X មកប្រើទូទៅគឺនៅតែ smooth ទេមិនជឿទៅប្រើសាកមើល អូខេ នឹងជាចំណុចល្អមួយរបស់ប្រព័ន្ធ iOS ដែរ បាទអូខេអញ្ចឹងបើសិនជាមានតម្រូវការទាំងអស់គ្នាអាចមកសាកសួរព័ត៌មានបន្ថែមនៅហាងផ្ទាល់ឬក៏ មកតេស្ត ហ្នឹងហើយមក មក តេ តេ ស្ ស្ ត តបានក៏បានដែរ ឬក៏សួរនាំព័ត៌មានផ្សេងៗទៀតតាម page ផ្ទាល់របស់គ្នាយើង KY Store ហ្នឹងហើយអាចឆាតមកបានអាចមកតេស្តបានហើយមិនមែនមានលក់តែ iPhone 3 series នេះទេ iPhone ចាប់ពី12រហូតដល់17 series iPad MacBook accessory Apple ច្រើនមុខទៀតក៏គ្នាយើងមានដែរតនេះអាចអញ្ជើញមកលេងគ្នាយើងបានដើម្បីតេស្តថាយើងនិយាយហ្នឹងវាពិតមែនអត់អាចអញ្ជើញមកមើលបាន អូខេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទហើយពីគ្នាយើង KY Tech ចូលសូមជម្រាបលាអត់បិទហ្មងអីបងឲ្យបិទហ្មងតែយើងមិនដែរដាក់ទេអាបិទកតុយហ្នឹងនិយាយ